សួស្តីទាំងអស់គ្នាជួបជាមួយ admin សាជាថ្មីណាហើយថ្ងៃនេះដែរ admin មកសម្រាយភាគ2បន្តទៀតតែមុននឹងចូលដល់ការសម្រាយរឿងនេះហាអ្នកទាំងអស់គ្នាកុំភ្លេចជួយចុច subscribe ឲ្យ admin ម្នាក់មួយមិនណាអញ្ចឹងកុំឲ្យខាតពេលវេលាយូរយើងបន្តសាច់រឿងយើងទាំងអស់គ្នានៅពេលដែលសៀវឈីកំពុងតែធ្វើការស្រាប់តែបុគ្គលិកស្រីម្នាក់បានប្រើឲ្យនាងឲ្យចុះទៅមើលបុគ្គលិកថ្មីដែលទៅមកហាត់ការតែសៀវឈីបដិសេធហើយបុគ្គលិកស្រីម្នាក់នោះបាននិយាយថាពូរបស់ខ្ញុំជាអ្នកគ្រប់គ្រងនៅទីនេះតើពូរបស់នាងជាអ្នកណាគាត់តែលើចឹងហើយសៀវឈីយើងអត់មាននិយាយអីទេពេលដែលសៀវឈីចេញមកក្រៅនាងក៏ឃើញកូសហើយក៏បានស្អែកហើយនាងក៏គិតក្នុងចិត្តថានេះហើយជាលទ្ធផលដែលឯងធ្វើអាប់យើងក៏មិនឲ្យឯងបានសុខដែររួចក៏ដើរចេញទៅបន្ទាប់មកសៀវឈីនិងកូសក៏បានជួយគ្នាចែកក្តាប់ផ្សព្វផ្សាយនោះហើយពួកគេទាំងពីរក៏បានឈប់សម្រាកបន្តិចពេលនោះសៀវឈីបាននិយាយថាខ្ញុំដូចជាសេចទឹកតោះយើងញ៉ាំតែទឹកដោះគោអីកូសក៏និយាយថាខ្ញុំមិនដែរញ៉ាំតែទឹកដោះគោទេគ្រាន់តែលើកូសនិយាយអញ្ចឹងសៀវឈីយើងក៏គិតក្នុងចិត្តថាលោកពិតជាកំសត់ជាងខ្ញុំទៀតសូម្បីតែទឹកដោះគោក៏លោកមិនធ្លាប់ញ៉ាំដែរហើយសៀវឈីក៏និយាយប្រាប់កូសថាមិនអីទេខ្ញុំនឹងទិញវាឲ្យលោកញ៉ាំពេលដែលសៀវឈីទិញវាហើយសៀវឈីក៏រអ៊ូថាមួយកែវ20 យ៉េនវាដូចជាថ្លៃពេកហើយអញ្ចឹងយើងញ៉ាំវាមួយពីរនាក់ទៅតែនៅពេលដែលពួកគេទាំងពីរកំពុងញ៉ាំស្រាប់តែពេលនោះកូសហើយនិងសៀវឈីបានសម្លឹងមើលមុខគ្នាឡើងចំហ្មងអ្នកទាំងអស់គ្នាប៉ុន្តែសៀវឈីយើងក៏ងាកមកចេញដោយសារតែអៀនពេកអ្នកទាំងអស់គ្នាហើយសៀវឈីបាននិយាយថាវាឆ្ងាញ់ណាស់គ្រាន់តែវាថ្លៃបន្តិចចំណែកកូសវិញក៏ញញឹមហើយបានដើរចេញរួចតែទូរស័ព្ទបញ្ជាឲ្យគេទិញតែទឹកដោះគោនោះមកទៀតផងតោះឥឡូវយើងកាត់ទៅមើលហើយដោយសារតែកន្លែងហ្នឹងត្រជាក់ពេកធ្វើឲ្យសៀវឈីយើងរងាពេលនោះកូសក៏ឃើញសៀវឈីរងាហើយក៏បានដោះអាវរបស់គាត់ទៅដណ្ដប់ឲ្យសៀវឈីយើងដោយនិយាយថាពាក់អាវរបស់ខ្ញុំទៅហើយសៀវឈីបាននិយាយថាវាពិតជាកក់ក្ដៅណាស់កូសតបទៅវិញមែនហើយវាជាម៉ាក់ដែលនាងទិញឲ្យខ្ញុំពីមុនវាពាក់ទៅពិតជាកក់ក្ដៅណាស់សៀវឈីនិយាយថាខ្ញុំលេងត្រជាក់ទៀតហើយអញ្ចឹងខ្ញុំក៏អាចធ្វើរបាយការណ៍នៅទីនេះបានដែរហើយអ្វីក៏ដោយតែងតែមានដំណោះស្រាយសម្រាប់យើងនិយាយរួចសៀវឈីយើងក៏អង្គុយធ្វើរបាយការណ៍រហូតដល់ដេកលក់ហើយកូសក៏ជួយធ្វើរបាយការណ៍ឲ្យនាងបន្តទៀតនៅពេលព្រឹកឡើងកម្មករក៏មកបើកទ្វារហើយក៏ភ្ញាក់ផ្អើលដោយសារតែឃើញពួកគេទាំងពីររួចក៏សួរថាហេតុអីបានជាអ្នកទាំងពីរនៅទីនេះហើយពួកគេទាំងពីរក៏ភ្ញាក់ផ្អើលដូចគ្នាតោះឥឡូវយើងកាត់ទៅមើលនៅកន្លែងប្រជុំវិញម្ដងពេលនោះពូរបស់បុគ្គលិកស្រីម្នាក់នោះបាននិយាយថាកិច្ចប្រជុំចាប់ផ្ដើមហើយមិនក៏មិនទាន់ឃើញចាងសុឈីមកទៀតគ្រាន់តែលើចឹងភ្លាមបុគ្គលិកស្រីម្នាក់នោះក៏ញញឹមស្រាប់តែពេលនោះសុឈីក៏បានមកដល់ហើយក៏បានដើរចែករបាយការណ៍ឲ្យពួកគេទាំងនោះប៉ុន្តែបុគ្គលិកស្រីម្នាក់នោះបាននិយាយថារបាយការណ៍នេះមិនត្រឹមត្រូវទេចាងសុឈីតើនាងចង់លេងល្បិចអីជាមួយពួកយើងសុឈីក៏និយាយថារបាយការណ៍នេះក្រែងនាងជាអ្នកឲ្យខ្ញុំហ៎ឬមួយនាងជាអ្នកលេងល្បិចទេប៉ុន្តែបុគ្គលិកស្រីម្នាក់នោះនិយាយប្រាប់ពូរបស់នាងថាលោកពូចាងសុឈីមិនមានទំនួលខុសត្រូវលើការងាររបស់នាងទេមនុស្សបែបនេះគួរតែបញ្ចេញចេញពេលនោះពូរបស់នាងបាននិយាយថាចាងសុឈីនាងយករបាយការណ៍នេះហើយចេញទៅស្រាប់តែពេលនោះប្រធានក្រុមហ៊ុនក៏មកដល់ហើយប្រធានក្រុមហ៊ុនហ្នឹងគឺជាកូសយើងហ្នឹងចំណែកឯសុឈីយើងក៏ភ្ញាក់ផ្អើលដែរប៉ុន្តែបុគ្គលិកស្រីម្នាក់នោះមើលទៅទឹកមុខឡើងភ័យហ្មងអ្នកទាំងអស់គ្នាព្រោះអីនាងមិននឹកស្មានថាកូសគឺជាប្រធានក្រុមហ៊ុននៅទីនេះសោះពេលដែលកូសមកដល់ហ្នឹងបាននិយាយថារបាយការណ៍នេះមិនខុសទេព្រោះយប់មិញខ្ញុំនឹងថារបាយការណ៍ដែលនាងឲ្យសុឈីគឺคล้ายៗហើយពេលនេះនាងត្រូវបណ្ដឹងចេញហើយពេលនោះនាងបានហៅពូនាងឲ្យជួយតែកូសក៏និយាយថាមែនហើយពូរបស់នាងមិនយល់ទេតែក៏ត្រូវបណ្ដឹងចេញដែរហើយកូសក៏ទៅនិយាយជាមួយសុឈីថាពីមុននាងជាអ្នកមើលការខុសត្រូវលើខ្ញុំប៉ុន្តែឥឡូវខ្ញុំជាអ្នកមើលការខុសត្រូវលើនាងវិញម្ដងចាប់ពីពេលនេះទៅចឹងសាច់រឿងយើងមានតែប៉ុណ្្នឹងឯងបើសិនជាអ្នកទាំងអស់គ្នាចង់តាមដានវាបន្តកុំភ្លេចចុច subscribe ឲ្យadminម្នាក់មួយណា